ខ្សែទឹកខាងក្នុងអាគីណេតដេជោសែនជ័យខេត្តកំពង់ចាមបាទលបឿនប្រហែលគ្នាហើយសម្រាប់គូទី137រវាងបទុមវង្សាជេស្ដាមហាសែនជ័យនិងអាគីណេតដេជោសែនជ័យលបឿនប្រហែលគ្នាទេតែខ្សែទឹកខាងក្រៅនៅតែដកគូប្រកួតបាទនៅតែដកគូប្រកួតតែបន្តិចទេបាទនៅតែបន្តិចទៀតទេគឺខ្សែទឹកខាងក្រៅដែលទទួលជ័យជំនះគណៈកម្មការទូតងដែលចូលសែនជ័យបារមីកគីធំសូមថ្លែងអំណរគុណជូនចំពោះឯកឧត្តមអុកដាំរៀនលោកជំទាវលោកយិនចិន្តាវុឌ្ឍនិងលោកអឹងណាតដែលបានឧបត្ថម្ភទាំងថវិកានិងអាយុដល់ទូកដែលចូលសែនជ័យបារមីកគីធំគូទី138គូទី138ខ្សែទឹកខាងក្រៅខ្សែទឹកខាងក្រៅស្រីស្រស់សម្រស់គៀនជ្រៃខ្សែទឹកខាងក្នុងសំហេងសែនមានជ័យបារមីព្រែកប្រាដល់ពេលនេះឃើញថាខ្សែទឹកខាងក្នុងសំហេងសែនជ័យបារមីព្រែកប្រារាជធានីភ្នំពេញឯកសណ្ឋានពណ៌ក្រហមបាទលឿនណាស់ដាច់គូប្រកួតអើយសម្រាប់រាជធានីភ្នំពេញជើងទី2នេះលឿនណាស់ដែលពាក់ផ្លាកលេខ276សម្រាប់គូទី138គូទី139បាទបានកំពុងតែបន្ថែមលបឿនមកកងពាន់ទី2ហើយបាទទូកងឈ្មោះអ្នកហោះកោះជ្រែងដេជោសែនជ័យសូមថ្លែងអំណរគុណជូនចំពោះអាដាមអឹមជុនលឹមទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មដែលបានជួយឧបត្ថម្ភជាថវិកា3លានរៀលបាទលោកជំទាវសានអរុនអង្គ150គីឡូក្រាមមី5កេសទឹកត្រី2យោទឹកស្អ៊ីវ2យោទឹកបោសុត10យោថវិកា510000រៀលអាដាមជាគៀនមុខ100លោកទេពថោនថវិកា$200បាទសូមអរគុណសូមថ្លែងអំណរគុណក្រុមហ៊ុនខៅអង្ប៉ាងផលិតបំពង់ទីបជ័រគូទី139ឧបត្ថម្ភទូរទស្សន៍កម្ពុជាចំនួន1លានរៀលខ្សែទឹកខាងក្នុងអ្នកខ្មៅមានជ័យអ្នកខ្មៅមានជ័យឯកសណ្ឋានពណ៌លឿងរាជធានីភ្នំពេញខ្សែទឹកខាងក្នុងអេសីសែនជ័យខេត្តកណ្ដាលដែលស្ថិតនៅខ្សែទឹកសំទោសរាជធានីស្ថិតនៅខ្សែទឹកខាងក្រៅអ្នកខ្មៅមានជ័យឯកសណ្ឋានពណ៌ក្រហមខ្សែទឹកខាងក្រៅចំណែកឯអេសីសែនជ័យខេត្តកណ្ដាលបាទនៅប្រហែលគ្នាបាទរាជធានីភ្នំពេញនិងខេត្តកណ្ដាលបាទគូនេះប៉ិនគ្នាបាទលបឿនប្រហែលគ្នាគឺអ្នកខ្មៅមានជ័យបាទគឺស្មើជាមួយនឹងអេសីសែនជ័យខេត្តកណ្ដាលល្បាញមិញនេះបាទហើយគូទី150បាទគូទី150បាទគូទី150គូទី140បាទសូមស្ដាប់ជាស្រ័យបាទគូទី140បានឆ្លងផុតកងពាន់ហើយឆ្លងពាន់ទី2ហើយខ្សែទឹកខាងក្រៅកូនកាមហាលូនមូនីរដ្ឋីសែនជ័យខ្សែទឹកខាងក្រៅខ្សែទឹកខាងក្នុងពងរោភក្តីស្រីមានលក្ខខេត្តកំពង់ចាមបាទពងរោមានលក្ខយ៉ាងម៉េចទៅហើយតែនៅតែមានលក្ខឬមួយក៏យ៉ាងម៉េចចំណែកឯកូនកាមហាលូនមូនីរដ្ឋីសែនជ័យខេត្តកណ្ដាលបាទលូនប៉ុណ្ណាចាំមើលខ្សែទឹកខាងក្រៅមើលពីនេះទៅដូចជាមានព្រៀបហើយប៉ុន្តែចិត្តម្ដងខ្សែព្រាត់ប្រយ័ត្នស្រីលាក់ទាញយកវិញបាទលបឿនបាទព្រោះអីខ្សែទឹកខាងក្នុងចេះតែបន្ថែមលបឿនហើយបាទកូនកាមហាលូនមធីរដ្ឋីសែនជ័យបាទលឿនមកចិត្តដល់ហើយបន្តិចទៀតទេខ្ញុំនឹងប្រកាសជូនចោះព្រោះគាត់ដល់ទីហើយគូទី140កូនកាមហាលូនមន្ទីរមូនីរដ្ឋីសែនជ័យទទួលជ័យជំនះទៅលើពងរោភក្តីប្រទេសនិកជនជាទីគោរពនៅក្នុងឱកាសនេះវត្តមានសម្ដេចអគ្គមហាធម្មពុទ្ធិសាលជាស៊ីមប្រធានប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជាក៏បានអញ្ជើញមកដល់មុខព្រះពន្លាជ័យដើម្បីចូលរួមទស្សនានៅព្រឹត្តិពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែในក្នុងឱកាសនេះហើយនៅវេលាបន្តិចទៀតនេះព្រះកណាជាអង្គម្ចាស់ជីវិតត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្ដេចសព្វរិយត្រីយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងថ្ងៃទី1នៃការប្រពៃព្រឹត្តិពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែហើយនៅលើព្រះពន្លាជ័យវិញយើងក៏សង្កេតឃើញវត្តមានអិសរាជជនសំខាន់តំណាងឲ្យស្ថាប័នព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលក៏ដូចជាឯកឧត្តមលោកជំទាវជាសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលបណ្ដាឯកឧត្តមលោកជំទាវជាឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាមិត្តនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក៏បានអញ្ជើញចូលរួមនៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ
សូមថ្លែងអំណរគុណដល់ភោជនីយដ្ឋានអត់បញ្ហាឧបត្ថម្ភការផ្សាយផ្ទាល់របស់ទូរទស្សន៍កម្ពុជាចំនួន20រៀលសូមថ្លែងអំណរគុណសូមជូនពរទទួលបានជោគជ័យក្នុងអាជីវកម្មជាបន្តទៅទៀតទូរទស្សនិកជនជាទីគោរពនៅក្នុងឱកាសដ៏វិសេសវិសាលនេះសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភដល់ទូកងនិងទូកចែវដែលបានចូលរួមប្រណាំងទាំង420ទូកក្នុងមួយទូក200,000រៀលសម្ដេចបានឧបត្ថម្ភដល់ការផ្សាយផ្ទាល់ទូរទស្សន៍ជាតិកម្ពុជា1លានរៀលវិទ្យុជាតិកម្ពុជា1លានរៀលគណៈកម្មការបច្ចេកទេស1លានរៀលសរុបថវិកាទាំងអស់របស់សម្ដេចប្រធានព្រឹទ្ធសភាទាំងអស់87លានរៀលគូទី145ខ្សែទឹកខាងក្រៅខ្សែទឹកខាងក្រៅមច្ឆាមហារំអិលខេត្តព្រៃវែងឯខ្សែទឹកខាងក្នុងរដ្ឋាភិបាលជេស្តាកុមារពេជ្រខេត្តកណ្ដាលគូទី145បានឆ្លងផុតកងពាន់ហើយឯគូទី146ក៏មកជាបន្តបន្ទាប់មកដែរបាទគឺខ្សែទឹកខាងក្រៅមច្ឆាមហារំអិលបាទខ្សែទឹកខាងក្រៅកាត់ជើងទី1គាត់ដូចជាបានទទួលជ័យជំនះដែរតែចាប់មើលជើងទី2មើលព្រោះពេលនេះឃើញថាខ្សែទឹកខាងក្នុងនិងខ្សែទឹកខាងក្រៅហាក់ដូចជានៅតែប្រហាក់ប្រហែលគ្នានៅឡើយទេព្រោះខ្ញុំបាទមិនទាន់ហ៊ានសន្និដ្ឋានទេព្រោះខ្សែទឹកខាងក្នុងជួនកាលពេលជិតមកដល់ខ្សែព្រាត់ពេលដែលចេញផុតកងពាន់បានគាត់បន្ថែមល្បឿនយកឈ្នះតែម្ដងតែពេលនេះខ្សែទឹកខាងក្រៅនោះมันបធូរដែរមច្ឆាមហារំអិលมันបធូរដៃទេបាទទោះជាខ្សែទឹកខាងក្នុងថែមល្បឿនយ៉ាងម៉េចក៏ដោយនៅពេលនេះឃើញថាមច្ឆាមហារំអិលនៅគូទី145បានទទួលជ័យជំនះទៅលើរដ្ឋាភិបាលកុមារពេជ្រគូទី146ខ្សែទឹកខាងក្នុងដែលមានព្រៀបដែលមានឯកសណ្ឋានពណ៌បៃតងចាស់សុវណ្ណដេកាសោមាទេវីអង្គររបស់ខេត្តកណ្ដាលខ្សែទឹកខាងក្នុងលឿនណាស់បាទដកគូប្រកួតហើយគឺគាត់ឈ្នះទៅលើសមលីខ្លែងក្លាហានសែនជ័យបារមីកោះអណ្ដែតរាជធានីភ្នំពេញសម្រាប់គូទី146គូទី147បាទចេញមកទឹមគ្នាហើយនៅខ្សែទឹកខាងក្នុងដូចគ្នាហើយក៏ល្បឿនមានតែប្រហាក់ប្រហែលគ្នាដោយគូមុនដែរខ្សែទឹកខាងក្នុងមើលទៅហាក់ដូចជាមានព្រៀបហើយព្រោះអ្នកដែលនៅក្បាលទូកនោះបាទគាត់ក្រោកឈរពេញចំហតែម្ដងដើម្បីធ្វើចលនាដែលមានឈ្មោះថាសារាយផ្កាយព្រឹកខេត្តកំពង់ចាមចំណែកឯខ្សែទឹកខាងក្រៅនាគខៀវមានជ័យរបស់រាជធានីភ្នំពេញបាទយ៉ាងម៉េចទៅហើយនាគខៀវបាទនាគខៀវរបស់រាជធានីភ្នំពេញនៅពេលនេះហាក់ដូចជាបងចាញ់សារាយផ្កាយព្រឹកខេត្តកំពង់ចាមដែលស្ថិតនៅខ្សែទឹកខាងក្នុងបាទពេលនេះខ្សែទឹកខាងក្នុងដែលជាអ្នកទទួលជ័យជំនះគឺសារាយផ្កាយព្រឹកគូទី147ទូរទស្សនិកជនជាទីគោរពនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកនេះដែរឯកឧត្តមស៊ូភិរិនទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាអភិបាលខេត្តសៀមរាបនិងលោកជំទាវបានឧបត្ថម្ភដល់ការផ្សាយផ្ទាល់ទូរទស្សន៍ជាតិកម្ពុជា1លានរៀលវិទ្យុជាតិកម្ពុជា50,000រៀលគណៈកម្មការបច្ចេកទេស50,000រៀលសរុបទឹកប្រាក់របស់ឯកឧត្តមស៊ូភិរិនទាំងអស់ចំនួន2លានរៀលសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមលោកអុកញ៉ាវ៉ានកំឈនឧបត្ថម្ភដល់ទូកស្រុកព្រែកប្រសព$500អាមេរិកឯកឧត្តមប៉ៅត្រីឧបត្ថម្ភដល់ក្រុមអ្នកអត្ថាធិប្បាយទូរទស្សន៍ជាតិកម្ពុជា50,000រៀលសូមអរគុណឯកឧត្តមខឹងសារ៉ាត់ទីប្រឹក្សាសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមប្រធានព្រឹទ្ធសភាឧបត្ថម្ភដល់ការផ្សាយផ្ទាល់ទូរទស្សន៍ជាតិកម្ពុជា$10,000រៀលសន្តាគាររស្មីឋានសួគ៌អង្គរខេត្តសៀមរាបឧបត្ថម្ភដល់អ្នកអត្ថាធិប្បាយផ្ទាល់ទូរទស្សន៍ជាតិកម្ពុជាចំនួន$10,000រៀលផងដែរសូមអរគុណ
នៅក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិតណៅធុប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនិងលោកជំទាវបានឧបត្ថម្ភដល់ការផ្សាយផ្ទាល់ទូរទស្សន៍ជាតិកម្ពុជាជាពិសេសឧបត្ថម្ភដល់អ្នកអត្ថាធិប្បាយទូរទស្សន៍ជាតិកម្ពុជានៅទឹកប្រាក់ចំនួន$100សហរដ្ឋអាមេរិក